Yeah, crazy game. A lot of drama. A lot of maybe at times crazy decisions for both teams. And some very decent goals. Look, I think it's the third year in a row Bunket in the semis. Yeah, and every year it's been tight, it's been close. Nobody's ever fully dominated the two legs and walked away, so we knew that was going to be the case. And yeah, just so proud of the players, even the way they played tonight. They kept full control on the ball. We lose some transitions with some sloppy passes, and obviously the goal from the set piece. In terms of how they played, what we asked them to do, learning from the last two games with them on the bits we needed to improve and where we needed to attack, couldn't be happier. សម្រាប់ការយកឃើញបកគ្រូគឺវាប៉ុនការប្រកួតនេះយើងឃើញហើយគឺវាមានរឿង drama ច្រើនណាស់នៅក្នុងការប្រកួតនេះហើយក្រុមទាំងពីរក្រុមគឺធ្វើបានល្អនៅក្នុងការប្រកួតមួយនេះអញ្ចឹងសម្រាប់ក្រុមរបស់យើងគឺថ្ងៃនេះគឺយើងរៀបចំបានល្អនៅពាក់ព័ន្ធនឹងពេលដែលយើងមានបាល់ហើយអ្វីដែលយើងបានន័យថាចង់ឲ្យពួកគាត់ធ្វើគឺពួកគាត់ធ្វើទៅតាមអ្វីដែលយើងចង់បានហើយមួយទៀតទោះបីជាពេលខ្លះគឺយើងរបូតបាល់ឲ្យគេវាយបកមកយើងប៉ុន្តែក៏យើងអាចនៅគ្រប់គ្រងបាននៅការប្រកួតថ្ងៃនេះអញ្ចឹងយើងអាចនិយាយបានថាយើងរីករាយនៅក្នុងលទ្ធផលក៏ដូចជាការប្រកួតថ្ងៃនេះ Yeah, look, it's obviously a disadvantage. I think the most frustrating thing is, again, it's through no fault of our own. It all comes from that game. We have to go in that shoppy game. We have to play in Hanoi. That's why we're playing today. So it's frustrating. Final's a final. If your legs are tired, if it's the 50th game of the season, doesn't matter. Final. Everybody's going to be up for it. Everybody wants to play. Everyone's going to play hard against a good team and a good coach. So no, we'll be ready. សម្រាប់យើងប្រកាសណាវាមិនមានចង់និយាយថាផលប្រយោជន៍ទេសម្រាប់ក្រុមយើងព្រោះដោយសារយើងប្រកួតច្រើនហើយជាក់ស្ដែងគឺការប្រកួតមួយដែលយើងមិនគួរប្រកួតគឺការប្រកួត Super Cup កាលពីខែមុនអញ្ចឹងធ្វើឲ្យយើងបដូរការភាពមកប្រហែលថ្ងៃបន្តមកទៀតហ្នឹងគឺមមាញឹកនៅក្នុងការប្រកួតហ្នឹងប៉ុន្តែការប្រកួតផ្ដាច់ព្រាត់គឺទោះបីជាយើងនឿយហត់យ៉ាងណាក៏ដោយវាជាការប្រកួតផ្ដាច់ព្រាត់ការប្រកួត50-50ហើយយើងត្រូវតែកីឡាករទាំងអស់គឺត្រូវតែត្រៀមខ្លួនត្រូវតែត្រៀមនៅក្នុងការប្រកួតផ្ដាច់ព្រាត់ហើយជាពិសេសគឺយើងលេងជាមួយក្រុមវិសាខាគឺគេមានគ្រូដែលល្អ Yeah, look, obviously Scott's doing all he can do. The results have been good. Be sure they've won almost every game. Yeah. So I'm sure they'll be difficult. I'm sure they'll be well organised. So I'm guessing it will probably be a different game than the last one was. So I need to go and watch and study and analyse and do that over the next day and come up with a plan. គាត់ណាគឺលោកគ្រូ Scott គឺជាគ្រូម្នាក់ដែលល្អគាត់បានដឹកនាំការប្រកួតវិសាខាប្រហែលប្រកួតចុងក្រោយនេះគឺគាត់ឈ្នះរាល់ការប្រកួតហើយសម្រាប់យើងគឺយើងក៏យើងខានលេងជាមួយគេយូរអញ្ចឹងបន្ទាប់ពីថ្ងៃនេះទៅគឺយើងនឹងចាប់ផ្ដើម analyze សិក្សាអំពីក្រុមរបស់គេហើយនឹងរៀបចំនៅការប្រកួត Yeah, can't wait to see you all here. Hopefully we can give you something to cheer for in the game. Been fantastic all season. Creating a really good atmosphere for the players, helping the players when they're tired and pushing us and win, lose or draw. They've been behind us, so yeah, hopefully we can reward them one more time at the weekend. សម្រាប់យើងគឺយើងអត់អាចរងចាំយូរទេសម្រាប់ជួបអ្នកគ្រប់គ្រងរបស់យើងមួយសារទៀតនៅវគ្គផ្ដាច់ព្រាត់ហើយសង្ឃឹមថាយើងនឹងផ្ដល់ភាពរីករាយទៅដល់ពួកគាត់នៅក្នុងរដូវកាលនេះហើយប្រកាសណាស់គឺអ្នកគ្រប់គ្រងរបស់យើងគឺពួកគាត់ពិតជាអស្ចារ្យមែនទែនដែលពួកគាត់តែងតែផ្ដល់កម្លាំងឲ្យទៅកីឡាករយើងឲ្យទៅកាន់ក្រុមរបស់យើងទោះបីជាលទ្ធផលបែបណាក៏ដោយចាញ់ឈ្នះឬក៏ស្មើក៏ដោយហើយសង្ឃឹមថានៅការប្រកួតផ្ដាច់ព្រាត់ហ្នឹងគឺយើងនឹងផ្ដល់ភាពរីករាយទៅកាន់គាត់